កម្លាំងអាវុធហត្ថខេត្តព្រះសីហនុបំបីសំណុំរឿងគ្រឿងញៀនដកហូតថ្នាំញៀនជាង1គីឡូក្រាមឃាត់ខ្លួនជនសង្ស័យ87នាក់ព្រះសីហនុកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបើកប្រតិបត្តិការបង្ក្រាបសម្បុកជួញដូរនិងប្រើប្រាស់គ្រឿងញៀនក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅចំណុចភូមិថ្មីស្ថិតក្នុងភូមិ3សង្កាត់លេខ3ក្រុងព្រះសីហនុដែលត្រូវបានចាត់ទុកថាជាតំបន់ក្រហមប្រតិបត្តិការនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី17ដល់ថ្ងៃទី22ខែកក្កដាឆ្នាំ2026ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រីហេងប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុដោយមានការសម្របសម្រួលនីតិវិធីពីលោកវុតសាវីព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងខេត្តព្រះសីហនុនិងដឹកនាំក្រុមចុះបង្ក្រាបផ្ទាល់ដោយលោកវរៈសេនីយ៍ត្រីឡុងកឹមហួរនាយកការិយាល័យប្រឆាំងគ្រឿងញៀនជាលទ្ធផលកម្លាំងជំនាញបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាមេខ្លោងនិងបពពួកជាបន្តបន្ទាប់សរុបចំនួន87នាក់ក្នុងនោះមានស្ត្រី9នាក់ព្រមទាំងដកហូតវត្ថុតាំងជាគ្រឿងញៀនសរុបជាង1គីឡូក្រាមទន្ទឹមនឹងនេះកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុក៏បានពន្លាតដែនដីសមត្ថកិច្ចទៅដល់ខេត្តកំពង់ស្ពឺនិងបន្តទៅដល់រាជធានីភ្នំពេញរហូតឈានដល់ការឃាត់ខ្លួនមេខ្លោងគ្រឿងញៀនដ៏ធំបានម្នាក់ថែមទៀតភេទស្រីនិងដកហូតវត្ថុតាំងមួយចំនួននៅថ្ងៃទី27ខែកក្កដាឆ្នាំ2026កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទាំងអស់រួមជាមួយសំណុំរឿងនិងវត្ថុតាំងទៅកាន់អัยការអមសាលាដំបងខេត្តព្រះសីហនុដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ខ្ញុំបាទពូមីឆាយៈដឹងប៉ុស្តិ៍